ទីបំផុតយើងបានមកដល់ចំការហើយបន្តដំណើរ part 2 របស់យើងនៅក្នុងចំការទន្លេនឹងទាំងអស់គ្នាគាត់ដែលយើងដើរចូលមកដល់ក្នុងចំការមានអារម្មណ៍ថាធំក្លិនក៏អូផ្លែទន្លេពេញហ្នឹងសុកស្រាប់តែឃើញម្ចាស់ចំការពិតប្រាកដនៅនេះតាទិដ្ឋភាពត្រេនឈូសផ្ទាល់ដីអញ្ចឹងតែយើងសុំឡងសិនហើយព្រោះត្រេនឈូសអញ្ចឹងគុណភាពសាច់វាអត់ល្អដូចត្រេនដែលយើងបេះផ្ទាល់ដៃណាតែមួយយើងមកដល់ចំការយើងមករើសញ៉ាំអញ្ចឹងមិនកើតនេះគាត់បកឲ្យយើងអីហើយផ្លែត្រេនពូជហ្នឹងវាពណ៌រៀងដិតលឿងខ្លាំងណាលឿងឆ្អិនឆ្អៅហ្មងហើយរសជាតិវាលក្ខណៈផ្អែមហើយខាប់ហើយទីវាទុំដើមស្មៅដើមលឹកហើយបើផ្អែមអាហ្នឹងមិនស្អីទេមកសាក់តយហ្នឹងសាក់តយស្មៅយើងមើលពីលើហ្នឹងទៅឃើញមានទំនប់ទឹកហើយគេបើកទឹកមកលឺលេងបើកទឹកមិនសេរីឡានសរ៉ែនឡានសរ៉ែនយើងរៀបអីវ៉ាន់ចូលពីលើភ្នំវិញហើយជួបគ្នាវីដេអូក្រោយអរគុណបាយបាយ